បាទសូមជម្រាបសួរមិត្តសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកទាក់ទងជាមួយនឹងការសិក្សាភាសាអង់គ្លេសបាទហើយខ្ញុំនឹងលើកយកសៀវភៅ New Headway for Diction មកចែករំលែកអ្នកទាំងអស់គ្នាបាទនៅក្នុងសៀវភៅ New Headway for Diction នេះគឺមានចំនួន6 level from level beginner ហើយនឹងរហូតដល់ advance ហើយនៅក្នុងនោះយើងដឹងហើយមានសៀវភៅ elementary beginner elementary pre inter upper ហើយនិង advance ដែលជាកម្រិត level ចុងក្រោយទាំងអស់គ្នាអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយហើយនឹងការសិក្សាជាមួយនឹងខ្ញុំទាំងអស់គ្នាខ្ញុំនឹងចែករំលែកទាក់ទងជាមួយនឹងភាសាអង់គ្លេសតាំងពីអូខេកម្រិតដំបូងរហូតដល់កម្រិត advance បាទហើយខ្ញុំនឹងរៀបចំមេរៀនតាមកម្រិតនីមួយៗបាទតាំងពីកម្រិតដំបូងរហូតដល់កម្រិតបញ្ចប់នៃភាសាអង់គ្លេសរបស់យើងនៅក្នុងនោះខ្ញុំមានបញ្ចូលដូចជាពាក្យវេយ្យាករណ៍បាទការស្ដាប់ការនិយាយហើយនឹងសរសេរបាទការសរសេរភាសាអង់គ្លេសហើយនឹងការអាននេះជាដើមផងដែរបាទអរគុណច្រើនទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមចូលមេរៀនទាំងអស់គ្នាបាទមេរៀនទី1គឺយើងសិក្សាភាសាអង់គ្លេសបាទគឺចំណងជើងបាទ unit 1គឺ hello បាទ hello គឺការស្វាគមន៍បាទគេហៅថា greeting នឹងមានច្រើនណាស់មាន hello បាទ hello នឹងគឺទូទៅឲ្យយើងប្រើសម្រាប់ស្វាគមន៍គេយើងក៏អាចប្រើពាក្យថា hi បានដែរប៉ុន្តែ hi គឺសម្រាប់មើលទៅដែលយើងអ្នកដែលស្និទ្ធស្នាលជាមួយនឹងគ្នាឬក៏មិត្តជិតស្និទ្ធជាមួយនឹងគ្នាយើងអាចប្រើ hi សម្រាប់ការស្វាគមន៍ប៉ុន្តែបើសិនជាពេលព្រឹកយើងអាចប្រើពាក្យថា good morning ពេលរសៀលបាទយើងអាចប្រើពាក្យថា good afternoon បាទពេលល្ងាចអាចប្រើពាក្យថា good evening បាទនៅពេលដែលយើងចូលគេងក៏យើងអាចប្រើពាក្យថា good night បាទ good night បាទលាគ្នាចូលគេងបាទអញ្ចឹងការស្វាគមន៍មានច្រើនរបៀបអញ្ចឹងយើងអាចស្វាគមន៍មួយណាដែលយើងគិតថាគួរសមហើយល្អសម្រាប់បាទទំនាក់ទំនងរបស់យើងណាបាទហើយយើងនឹងសិក្សាអំពីបាទ verb to be ទាំងអស់គ្នា to be គឺជាកិរិយាសព្ទពិសេសមួយក្នុងភាសាអង់គ្លេសដែលគេយកមកប្រើប្រាស់ជាកិរិយាសព្ទដែលបាទដែលយើងជួបជាញឹកញាប់នៅក្នុងភាសាអង់គ្លេសបាទ to be គឺមានចំនួន3ដូចជា am is are បាទយើងអាចថាបកថាគឺជានៅបាទក្នុងភាសាអង់គ្លេសហើយយើងអាចបកបាទតាមបរិបទផ្សេងបាទអត្ថន័យរបស់ verb to be ហើយយើងនឹងសិក្សាអំពីគុណនាមកម្មសិទ្ធិបាទគុណនាមកម្មសិទ្ធិគឺជាគុណនាមទាំងឡាយណាដែលបញ្ជាក់ន័យឲ្យនាមហើយបង្ហាញអំពីរបស់នរណាម្នាក់ឧទាហរណ៍ថា my book អូខេ her book your book អីជាដើមអញ្ចឹងគុណនាមកម្មសិទ្ធិគឺជាគុណនាមដែលបង្ហាញពីរបស់បាទរបស់នរណាម្នាក់របស់នរណាមួយអីជាដើមណាអញ្ចឹងយើងប្រើជាគុណនាមដើម្បីបង្ហាញឬក៏បញ្ជាក់ន័យឲ្យនាមបាទហើយនឹងសិក្សាអំពី this បាទ this ការចង្អុលបង្ហាញពីរបស់មួយរបស់ពីរដែលនៅជិតឬក៏នៅឆ្ងាយបាទមានដូចជា this that these those បាទអញ្ចឹងគឺជាពាក្យដែលបង្ហាញអំពីរបស់អូខេអ្វីមួយរបស់ឬក៏អ្វីមួយដែលនៅជិតឬក៏នៅឆ្ងាយដែលមានមួយឬក៏មានចាប់ពីពីរឡើងទៅហើយយើងក៏អាចសិក្សាបាទយើងនឹងសិក្សាអំពីការស្វាគមន៍គ្នាបាទមានន័យថាការសួរសុខទុក្ខណា sorry ណាការសួរសុខទុក្ខបាទ how are you ហ្នឹងគឺបង្ហាញពីការសួរសុខទុក្ខក្នុងការសួរសុខទុក្ខហ្នឹងវាមានច្រើនណាមាន how are you how have you been how are you doing ណាបាទឬក៏ប្រើពាក្យថា what's up ជាដើមបាទចម្លើយយើងអាចឆ្លើយបានច្រើនដែរតាមអ្វីគេសួរបាទបើសិនគេសួរ how are you doing ឬក៏ how are you អាច
យើងអាចឆ្លើយថា I'm fine I'm okay not bad very well thanks បាទ I'm okay ណាហើយយើងអាចឆ្លើយបាទឧទាហរណ៍ How have you been អញ្ចឹងយើងអាចឆ្លើយ I have been so far so good អីជាដើមបាទអញ្ចឹងការសួរសុខទុក្ខគឺយើងមានច្រើនដែរណាអូខេហើយយើងសិក្សាអំពីការស្វាគមន៍បាទលោកគ្រូបានប្រាប់នៅខាងលើដូចចំណងជើងមេរៀនរបស់យើងហ្នឹងគឺមាន good morning បាទ good morning good afternoon good evening បាទ good night ជាដើមហើយនៅក្នុងនេះយើងសិក្សាអំពីការសួរបាទសំណួរមួយគេថា what's this in English បាទបើបកថាតើគេថាយ៉ាងម៉េចនៅក្នុងភាសាអង់គ្លេសបាទឧទាហរណ៍ថាយើងស្គាល់របស់មួយតែយើងអត់ដឹងនិយាយភាសាអង់គ្លេសអីមួយយើងសួរថា what's this in English ឧទាហរណ៍ថាយើងមានសភៅនៅលើតុមួយក្បាលយើងអាចសួរមិត្តភក្តិយើងថា what's this in English សួរមិត្តភក្តិយើងឆ្លើយវិញថា it is ឬក៏ it's a book it's a pen ដូចជាដើមអញ្ចឹងយើងចេះពាក្យភាសាអង់គ្លេសបាទដោយសំណួរថា what's this in English ហើយយើងនឹងសិក្សាអំពីចំនួនលេខបាទគឺ numbers ហើយយើងសិក្សាអំពីលេខពីលេខ1ដល់លេខ10បាទ1 to 10ហើយនឹងសិក្សាអំពី plurals យើងអាចថាជា plural nouns អូខេឬក៏ singular noun បាទ plural noun និង singular noun យើងដឹងហើយថានាមឯកវចនៈនិងនាមពហុវចនៈបាទ plural noun នាមពហុវចនៈ singular noun នាមឯកបាទឯកគឺមានតែមួយទេបាទឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នា starter បាទ tab script 1.1 listen and say your name បាទគេឲ្យយើងស្ដាប់ហើយនិយាយឈ្មោះយើងបាទនៅក្នុងភាសាអង់គ្លេសជាទូទៅគេយើងដាក់ឈ្មោះអូខេ first name មុន surname បាទនាមខ្លួនឯងមុននាមត្រកូលអញ្ចឹងនៅពេលដែលយើងចូលក្នុងថ្នាក់យើងចាប់ផ្ដើមស្វាគមន៍គ្នាបាទពាក្យដែលយើងនិយាយយើងអាចប្រើពាក្យថា hello ឬក៏បើយើងប្រើពាក្យ good morning ក៏បាន good morning ឬក៏ good afternoon good evening ជាដើមអូខេអញ្ចឹងយើងមើលរនុះពីរនាក់អូខេ a girl and a boy hello I'm Paula okay and a boy say hello I'm Joseph I'm Joseph បាទដូចលោកគ្រូចឹងទៅ hello I'm Supal okay I'm Supal so tell your name ណាប្រាប់ឈ្មោះរបស់យើងចំណុចបន្ទាប់យើងនឹងសិក្សាអំពីការសួរឈ្មោះបាទអង់គ្លេសគេថា what's your name what's your name បាទតើឈ្មោះរបស់អ្នកគឺអ្វីតើឈ្មោះរបស់អ្នកគឺអ្វីអញ្ចឹងមកពាក្យថា what is your name បាទ what is your name បាទយើងដឹងហើយ name បាទឈ្មោះ your គុណនាមកម្មសិទ្ធិបាទអញ្ចឹងយើងបកឈ្មោះមុនឈ្មោះរបស់អ្នកអញ្ចឹងយើងបកគុណនាមក្រោយគឺអ្វីបាទ verb to be is បកថាគឺអូខេយើងនឹងសិក្សាតកតងជាមួយនឹងកិរិយាសព្ទ verb to be ដែលជាកិរិយាសព្ទពិសេសមួយនៅក្នុងភាសាអង់គ្លេសបាទ verb to be បាទគឺមាន am is are ហើយសិក្សាអំពីបាទគុណនាមកម្មសិទ្ធិដែលជាគុណនាមបង្ហាញពីរបស់ណាម្នាក់អូខេទី1យើងឲ្យយើង read and listen បាទ read and listen បាទ read and listen យើងបកថាអូខេអានហើយនឹងស្ដាប់បាទអានហើយនឹងស្ដាប់អូខេអញ្ចឹងយើងឃើញហើយនៅក្នុងរូបភាពមានa handsome boy and a beautiful girl maybe they are at school បាទមានបរិសុទ្ធសង្ខាម្នាក់ណាបរិសុទ្ធសង្ខាម្នាក់ហើយនឹងនារីដែលស្រស់ស្អាតម្នាក់នៅប្រហែលជានៅសាលារៀន so the man is Pablo បាទបរិសុទ្ធនេះខ្ញុំគិតថាគាត់ជា Pablo ហើយ the girl is Mika okay they are having a conversation គេមានការសន្ទនាគ្នាបាទ Pabloនិយាយថា hello I'm Pablo what's your name what's your name អូខេសួស្តីខ្ញុំគឺណាអាយនេះខ្ញុំ
បាទ em គឺ Pablo ខ្ញុំគឺ Pablo What's your name តើឈ្មោះរបស់អ្នកគឺអ្វីបាទតើឈ្មោះរបស់អ្នកគឺអ្វីមីកាឆ្លើយមីកាចាប់ផ្ដើមឆ្លើយ My name's Mika My name's Mika ឈ្មោះរបស់ខ្ញុំបាទឈ្មោះ my នឹងរបស់ខ្ញុំ is គឺ Mika អូខេ Pablo ឆ្លើយ Hello Mika បាទ Hello Mika សួស្តី Mika បាទនេះគឺជាការអូខេសួរឈ្មោះគ្នាណាអញ្ចឹង What's your name អញ្ចឹងយើងរៀនស្គាល់ឈ្មោះគ្នាទៅតែប្រើពាក្យថាតែប្រើប្រយោគថា What's your name បាទយើងចូលវេយ្យាករណ៍សង្ខេបខ្លីបាទយើងមាន grammar spot គឺពាក្យថា I am យើងអាចទៅសេទៅជា am បាទអញ្ចឹង apostrophe m ណា Okay so I am name is names name is names what is what's Okay what is what's បាទអញ្ចឹងនៅក្នុងភាសាអង់គ្លេសគេអត់សរសេរជាលក្ខណៈបែបសម្រាយវែងទេទាំងអស់គ្នាគេឲ្យយើងសរសេរជាទម្រង់កាត់នៅក្នុងភាសាអង់គ្លេសឬក៏ភាគច្រើនបងអូនឬក៏អ្នកទាំងអស់គ្នាគេច្រើននៅប្រើជាទម្រង់កាត់ក្នុងការសន្ទនាគ្នាបាទគឺងាយស្រួលក្នុងការសន្ទនាហើយគឺរហ័សណាបងប្អូនប្រើ I am ទៅជា am ចឹងមកបាទភាគច្រើនគេអត់សូវប្រើទម្រង់សម្រាយទេបាទចំណុចទី2យើងនឹងសិក្សាអំពីអនុវត្តទាំងអស់គ្នាបាទ stand up and practice stand up and practice បាទមានន័យថាយើងក្រោកឈរហើយអនុវត្តអូខេអញ្ចឹងដូចឧទាហរណ៍ថាលោកគ្រូឈ្មោះសុផលគ្រូនិយាយថា Hello I am សុផលឬក៏ I'm សុផល What's your name What is your name សួស្តីខ្ញុំគឺសុផលតើឈ្មោះរបស់អ្នកគឺអ្វី My name's Mika My name's Mika អូខេអញ្ចឹងបើមិត្តភ័ក្តិរបស់យើងឈ្មោះ Mika យើងឆ្លើយតាមទៅមក My name's Mika បាទអញ្ចឹងយើងទៅចំណុចមួយទៀតទាំងអស់គ្នាតកតងជាមួយនឹងការធ្វើការណែនាំខ្លួនបាទការធ្វើការណែនាំខ្លួននៅក្នុងភាសាអង់គ្លេសគឺគេនិយាយថា introductions ការណែនាំអូខេថ្ងៃនេះយើងសិក្សាតែ this is បាទមានច្រើនការបង្ហោះចង្អុលបង្ហាញមាន this is that is អូខេ these are those are បាទទាំងអស់នោះគឺជាការចង្អុលបង្ហាញតែនៅក្នុងមេរៀនយើងរៀនតែ this is អញ្ចឹង this is គឺគេប្រើជាទូទៅជារបស់តែមួយដែលនៅចិត្តបាទដែលយើងនៅជាប់នឹងយើងណាយើងប្រើ this is បាទអញ្ចឹងយើងចាប់ផ្ដើមណែនាំដោយប្រើ this is នរណាម្នាក់ទៅកាន់នរណាម្នាក់ឲ្យគាត់ស្គាល់ Number 1 read and listen គេឲ្យយើងអានហើយស្ដាប់បាទអានហើយស្ដាប់នៅក្នុងរូបភាពអ្នកទាំងអស់គ្នាបានឃើញហើយ in the picture you can see there are 3 people 2 boys and 1 girl so maybe someone is introducing to the other one so introduce someone to the other one you can see អញ្ចឹងនៅក្នុងមេរៀនមុនយើងស្គាល់ Pablo ហើយនឹងស្គាល់ Mika តែយើងអត់ទាន់ស្គាល់ Ben នេះអ្នកនរគ្នាអញ្ចឹងយើងអត់ទាន់ស្គាល់ Ben នេះអញ្ចឹង Pablo បាទណែនាំ Ben ឲ្យស្គាល់ Mika ដោយសារ Pablo ស្គាល់ Ben បាទស្គាល់ Ben ហើយគាត់ណែនាំ Ben ហ្នឹងឲ្យស្គាល់ Mika Ben this is Mika បាទមើលការសន្ទនា Ben this is Mika អូខេ Ben this is Mika អញ្ចឹង Mika គឺគាត់មានតែមួយហើយនៅចិត្តបាទអញ្ចឹងគាត់ប្រើ Ben this is Mika Mika បាទគាត់ចូលទៅ Mika this is Ben Mika this is Ben អញ្ចឹងនៅពេលនេះ Ben ហើយនិង Mika បានស្គាល់គ្នាអីបាទពីរនាក់បានស្គាល់គ្នាហើយអញ្ចឹង Mika ឆ្លើយថា Hello Ben បាទ Ben ឆ្លើយវិញ Hello Mika
nice to see you okay hello Mika អូខេនេះជាការណែនាំបាទអញ្ចឹងយើងស្គាល់នរណាម្នាក់យើងធ្វើការណែនាំមិត្តភ័ក្តិយើងនោះឲ្យស្គាល់ម្នាក់ទៀតដែលយើងស្គាល់គាត់ឧទាហរណ៍ថាខ្ញុំស្គាល់បុប្ផាខ្ញុំចង់ណែនាំបុប្ផាឲ្យស្គាល់វិជាអញ្ចឹងទៅខ្ញុំនិយាយថាវិជា sorry បុប្ផា this is វិជា this is បុប្ផាអញ្ចឹងវិជាហើយនិងបុប្ផាចាប់ដើមស្គាល់គ្នា hello វិជាបាទ hello បុប្ផាវិញមកបាទចឹងវិជានិយាយទៅកាន់បុប្ផាបុប្ផានិយាយទៅកាន់វិជាបាទទាំងអស់គ្នាយើងទៅអនុវត្តទាំងអស់គ្នាណាបាទនេះគឺចំណុចទី2 practice in group of 3បាទ practice in groups of 3ចឹងគេមានន័យថាគេឲ្យយើងអនុវត្តបាទជាក្រុម3នាក់អូខេអញ្ចឹងខ្ញុំសុផលខ្ញុំស្គាល់បាទវិជាហើយណែនាំទៅបុប្ផាអូខេវិជា this is បុប្ផា this is វិជាបាទអញ្ចឹងបុប្ផាវិជាស្គាល់គ្នាហើយវិជានិយាយថា hello អូខេបុប្ផាបាទដល់ពេលបុប្ផានិយាយវិញ hello វិញវិជាបាទអញ្ចឹងនេះជាការណែនាំគ្នាទៅវិញទៅមកស្គមអ្នកទាំងអស់គ្នាតាមតាន់បាទឥឡូវយើងទៅលើមួយទៀតយើងសិក្សាអំពីអូខេការស្វាគមន៍គ្នាណាបាទគឺយើងប្រើពាក្យថា nice to meet you nice to meet you អូខេ nice to meet you រីករាយណាស់ដែលបានជួបអ្នកបាទរីករាយណាស់ដែលបានជួបអ្នក nice to meet you បាទ nice ល្អ to meet ជួប you អ្នកបាទ nice to meet youអូខេចំណុចទី3យើងនឹងសិក្សាអំពីការអានហើយនិងការស្ដាប់បាទគឺយើងអានហើយនិងស្ដាប់ទាំងអស់គ្នាអូខេយើងមើលរូបភាពយើងឃើញបាទមានបុរសម្នាក់ហើយនិងមានស្ត្រីម្នាក់អញ្ចឹងប្រហែលជាពួកគេបាទស្វាគមន៍គ្នានៅកន្លែងធ្វើការជាដើមអញ្ចឹងបុរសនេះគាត់ឈ្មោះថា Judy ហើយម្នាក់sorry បុរសនេះឈ្មោះថា Robert ហើយស្ត្រីម្នាក់នេះគាត់ឈ្មោះថា Judy អញ្ចឹង Judy គាត់ធ្វើការស្វាគមន៍ទៅបាទ Robert បាទ Hello my name's Judy Goblins បាទ Robert ឆ្លើយ Hello I'm Robert Smith nice to meet you nice to meet you Judy ដែលជាស្ត្រីឆ្លើយវិញ and you បាទ and you មានន័យថាដូចអ្នកដែរបាទដូចអ្នកដែរអញ្ចឹង Judy គាត់និយាយទៅកាន់បាទ Robert ថាសួស្តីឈ្មោះរបស់ខ្ញុំគឺ Judy Goblins Robert បាទគាត់ប្រុសនេះឆ្លើយវិញសួស្តីខ្ញុំឈ្មោះ Robert Smith រីករាយណាស់ដែលបានជួបអ្នកបាទ Judy ឆ្លើយវិញ and you ដូចគ្នាដែរបាទដល់អនុវត្តទៀតហើយទាំងអស់គ្នាចំណុចទី4គេឲ្យយើង practice អញ្ចឹងយើងមើល practice in pairs say your first name and surname គេឲ្យយើងអនុវត្តនៅក្នុងបាទជាគូបាទជាដៃគូណា practice in pairs អនុវត្តជាដៃគូ say your first name and surname គេឲ្យយើងនិយាយឈ្មោះនាមខ្លួនឯងហើយនិងនាមត្រកូលខ្លួនឯងអូខេអញ្ចឹងដូចលោកគ្រូអញ្ចឹងឈ្មោះថាសុផលហើយត្រកូលរបស់លោកគ្រូឆាយយ៉ាងទៅអញ្ចឹង hello my name's សុផលឆាយបាទ hello my name's មកពាក្យថា my name is សុផលឆាយលោកគ្រូដាក់សុផលឆាយអូខេអញ្ចឹងម្នាក់ទៀតគេណែនាំខ្លួនដែរ hello I'm បាទអញ្ចឹងយើងប្រាប់ឈ្មោះគេហើយអញ្ចឹងមិត្តភក្តិយើងគាត់ស្គាល់យើងវិញយើងគាត់ប្រាប់ឈ្មោះគាត់វិញ Hello I'm វិជាអញ្ចឹងទៅវិជាបូរីអញ្ចឹងទៅឬក៏បូរីវិជាបាទយើងប្រាប់បើជាទូទៅគេឲ្យយើងទៅសេឈ្មោះនាមខ្លួនឯងមុននាមត្រកូលបាទគេហៅថា first name ហើយនិង surname បាទនេះគេហៅថា first name បាទ first name នាមខ្លួនឯង
បាទនាមខ្លួនឯងហើយពាក្យថា surname surname មាននាមត្រកូលបាទអញ្ចឹងអង់គ្លេសខុសពីខ្មែរយើងបាទខ្មែរយើងដាក់នាមត្រកូលមុននាមខ្លួនឯងតែក្នុងភាសាអង់គ្លេសឬក៏ឈ្មោះអង់គ្លេសគេច្រើនដាក់នាមខ្លួនឯងមុននាមត្រកូលអូខេអញ្ចឹងយើងតទៅទៀត nice to meet you nice to meet you រីករាយណាស់ដែលបានជួបអ្នក and you បាទដូចគ្នាដែរបាទចំណុចទី5គេឲ្យយើងស្ដាប់ទៅឈ្មោះជាភាសាអង់គ្លេសបាទអញ្ចឹងឈ្មោះភាសាអង់គ្លេសសម្រាប់មនុស្សប្រុសហើយនិងមនុស្សស្រីខុសគ្នាបែបម៉េចបាទនេះគឺជាសញ្ញាមនុស្សប្រុសហើយនេះគឺជាសញ្ញាមនុស្សស្រីឈ្មោះដែលយើងតែងតែឮបាទជាមនុស្សប្រុសមានឈ្មោះដូចជាទូទៅដូចជា James Bond អូខេ James Bond Robert Taylor Henry Baker បាទអញ្ចឹងដូចតែគ្នាអញ្ចឹងបាទមនុស្សប្រុសនៅស្រុកខ្មែរយើងមានឈ្មោះខុសពីមនុស្សស្រីអញ្ចឹងទៅឧទាហរណ៍ថាមនុស្សប្រុសភាគច្រើនឈ្មោះតារាភាគច្រើនឈ្មោះដូចជាសុផលអីចឹងទៅណាអត់សូវមានស្រីទេតែបើស្រីគាត់ឈ្មោះថាដូចជាបាទអ្នកខ្លះដាក់ឈ្មោះបាទដូចជាកញ្ញាអីចឹងទៅបាទបុប្ផាអីចឹងទៅយើងអាចចំណាំថាគាត់ជាមនុស្សស្រីអញ្ចឹងក្នុងភាសាអង់គ្លេសដូចគ្នាអញ្ចឹងបាទ Susie Voss Anita Johnson បាទឈ្មោះនោះគឺឈ្មោះស្រីឯងCatherine Smith បាទអញ្ចឹង choose a name គេឲ្យយើងជ្រើសឈ្មោះមួយមកនិយាយអញ្ចឹង stand up and say hello ក្រោកឈរហើយនិយាយពាក្យថា hello អញ្ចឹង hello I'm James Bond hello I'm okay សុផលឆៃ nice to meet you បាទអញ្ចឹងទៅsorry ឈ្មោះភាសាអង់គ្លេសណា hello I'm James Bond hello I'm គេខ្ញុំដាក់ Robert Taylor ទៅព្រោះជាឈ្មោះភាសាអង់គ្លេសអញ្ចឹងគេឲ្យយើងយកឈ្មោះភាសាអង់គ្លេសមកនិយាយណា nice to meet you បាទអរគុណច្រើនទាំងអស់គ្នាឥឡូវយើងចប់ទំព័រទី7ហើយយើងទៅទំព័រមួយទៀតទំព័រទី8គឺតកតងជាមួយនឹងការសួរសុខទុក្ខបាទអង់គ្លេសគេប្រើពាក្យ how are you ប៉ុន្តែមានច្រើនទៀតទាំងអស់គ្នាយើងអាចប្រើពាក្យ how are you យើងអាចប្រើពាក្យថាhow have you been how are you doing បាទឬក៏យើងអាចប្រើពាក្យថា what's up យើង what's up អូខេ what's up អូខេ how do you do បាទជាដើមអញ្ចឹងយើងអាចឆ្លើយបានច្រើននៅពេលគេសួរសុខទុក្ខយើងបែបនេះយើងអាចឆ្លើយថា I'm fine I'm okay not bad very well saying បាទ I have been so far so good បាទអញ្ចឹងបើយើងឆ្លើយ I have been so far so good ជាទូទៅសំណួរគឺផ្ដើមចេញពាក្យថា how have you been ទាំងអស់គ្នា how have you been I have been so far so good អញ្ចឹងទៅបាទឬក៏យើងឆ្លើយខ្លី I have been great អូខេអញ្ចឹងយើងមើលការសន្ទនានេះគឺទី1 read and listen បាទយើងមើលឃើញមានបរិសុទ្ធ2នាក់គាត់សន្ទនាគ្នាគាត់ធ្វើការសួរសុខទុក្ខគ្នាបាទយើងស្គាល់ Pablo ហើយម្នាក់ទៀត Ben បាទអូខេ Pablo និយាយទៅកាន់ Ben Hi Ben how are you សួស្ដី Ben តើអ្នកសុខទុក្ខយ៉ាងណា How are you Ben ឆ្លើយថា Fine thanks Pablo អរគុណណាស់អស់សុខទុក្ខធម្មតាទេអរគុណណាស់ Pablo and you ចុះអ្នកវិញ and you អូខេ Pablo ឆ្លើយវិញថា I'm okay thanks អូខេខ្ញុំមិនអីទេឬក៏ខ្ញុំសុខទុក្ខជាតិទេអរគុណណាស់សេងអស់គ្នាសេងនៅពេលដែលនៅតែឯងអញ្ចឹងគេឲ្យយើងថែម s ណាសេងបើសេង q អត់មាន s វិញអញ្ចឹងកុំថែម s ជាមួយនឹងពាក្យថាសេង q អូខេយើងមើល Ben និយាយជាមួយនឹងបាទ Mika បាទយើងស្គាល់ហើយ Ben នេះគឺ Ben
ហើយនេះគឺ Mika Hello Mika how are you សួស្តី Mika តើអ្នកសុខទុក្ខយ៉ាងណា Mika ឆ្លើយ very well sang very well sang អូខេ very well sang ខ្ញុំសុខទុក្ខជាធម្មតាទេអរគុណណាស់ thank you បាទ very well thank you បាទខ្ញុំសុខទុក្ខជាធម្មតាទេអរគុណអ្នកណាស់ how are you how are you តើអ្នកសុខទុក្ខយ៉ាងណាអូខេ Ben ឆ្លើយថា fine fine សុខទុក្ខធម្មតាទេអូខេយើងទៅចំណុចមួយទៀតបាទ ask អូខេ answer your teacher គេឲ្យយើងឆ្លើយសំណួរនៅលោកគ្រូរបស់អ្នកបាទ answer ឆ្លើយអូខេ your teacher គ្រូរបស់អ្នកអូខេអញ្ចឹងក៏ដាក់ប្រើពាក្យ hi អញ្ចឹង hi hello good morning good afternoon បាទបានច្រើនអូខេ hi បុប្ផាឬក៏ hi វិជ្ជាអញ្ចឹងទាំងអស់គ្នាចាំឆ្លើយសំណួរខ្ញុំណា hi បុប្ផា how are you បាទយើងអាចឆ្លើយបានច្រើនយើងអាចឆ្លើយថា fine thanks ឬក៏យើងអាចឆ្លើយថា not bad ឬក៏យើងអាចឆ្លើយថា fine thanks and you ឬក៏ not bad and you very well thanks and you អូខេយើងឆ្លើយថា very well thanks thank you and you ដល់ពេលយើងឆ្លើយវិញ I'm okay បាទលោកគ្រូឆ្លើយ I'm okay ឬក៏លោកគ្រូឆ្លើយវិញ not bad very well thanks បាទឬក៏ I have been so far so good អញ្ចឹងទៅអូខេទាំងអស់គ្នាសង្ឃឹមថាទាំងអស់គ្នាអត់ទាន់ឥឡូវយើងទៅចំណុចទី3គេឲ្យយើង stand up and practice stand up and practice គេឲ្យយើងក្រោកឈរហើយនឹងអនុវត្តអូខេចូលចំណុចវេយ្យាករណ៍សង្ខេបខ្លី grammar part អូខេអញ្ចឹងយើងចាប់ផ្ដើមទៅសេទម្រង់កាត់នៃ verb to be របស់យើងបាទអញ្ចឹងយើងមាន am is are អញ្ចឹងយើងប្រើទម្រង់កាត់បែបណាអូខេដូចជា I am Sandra អូខេ I am Sandra យើងអាចនិយាយថា I'm Sandra អូខេ I'm Sandra I'm Sandra អូខេ how are you កន្លែងនេះយើងអាចសេទីទម្រង់កាត់បានទេ how are you This is John បាទ This is John នេះគឺជា John តើអ្នកសុខទុក្ខយ៉ាងណា How are you I'm Sandra ខ្ញុំគឺ Sandra អូខេអញ្ចឹងយើងទៅចំណុចទី4បាទ complete the conversation អញ្ចឹងគេឲ្យយើងបំពេញការសន្ទនាបាទអញ្ចឹងយើងមើលការសន្ទនារបស់យើងមាន3បាទមានទី1ទី2និងទី3អញ្ចឹងតើយើងបំពេញការសន្ទនាបែបណាឥឡូវយើងមើលទាំងអស់គ្នាបាទទាំងអស់គ្នាសាកបំពេញសិនទៅហើយលោកគ្រូនឹងប្រាប់ចម្លើយអ្នកទាំងអស់គ្នាហើយនៅទាំងអស់គ្នាអូខេយើងមើលការសន្ទនា 1.9 ទាំងអស់គ្នាបាទអូ sorry 1.7 ទេណា 1.7 ចឹងសង្ឃឹមទាំងអស់គ្នាបានធ្វើហើយអូខេអញ្ចឹងទី1បាទយើងមើលទាំងអស់គ្នាឥឡូវខ្ញុំប្រាប់ចម្លើយទាំងអស់គ្នាចាំតិច
អូខេអូខេ wait ហើយ so it អូខេទី1គឺ hello អូខេ my name's Anna what's your name បាទ B my name's Maria អូខេអញ្ចឹង my name's Maria អូខេទី2 Max this is Carla hi Carla អូខេ hello Max nice to meet you បាទទី3 hi Ada how are you fine thanks David and you very well thanks very well thanks បាទអញ្ចឹងយើងត្រឡប់មកសភៅពុំរបស់យើងវិញទាំងអស់គ្នាត្រូវទេទាំងអស់គ្នាធ្វើត្រូវដូចមិត្តភក្តិយើងទេអូខេដូចលោកគ្រូបង្ហាញទេអូខេឥឡូវយើងមើលអូខេអញ្ចឹង hello my name Anna បាទ hello my name Anna what's your name my name's Mario បាទ my name's Mario បាទចំណុចទី2បាទគេទាំងអស់គ្នាចំណុចទី2Max this is color បាទ Max this is color hi color hello Max បាទ hello Max កន្លែងនេះយើងដាក់អីគេទាំងអស់គ្នាបាទយើងដាក់ថាnice to meet you បាទ nice to meet you អូខេ nice to meet you អូខេឥឡូវយើងទៅចំណុចទី3បាទចំណុចទី3យើងឃើញហើយគឺ hi Ada how are you how are you យើងដាក់ how are you បាទ H O W បាទ how are you បាទ fine thank David បាទ fine thank David សុខទុក្ខជាធម្មតាទេអរគុណ David បាទ fine thank David and you very well thanks very well thanks បាទអរគុណច្រើនទាំងអស់គ្នាអញ្ចឹងយើងសូមslash មេរៀនតែប៉ុណ្ណេះសោះហើយយើងនឹងតទៅទៀតនៅវីដេអូបន្ទាប់បាទអរគុណច្រើន